ឯនៅខាងនោះវិញគឺជាបន្ទប់ដាក់សម្ភារៈ utensil ដែលមានឧបករណ៍ចម្អិនទំនើបនិងចានដ៏ប្រណិតហើយនៅខាងក្រៅវិញគឺជាបន្ទប់ដាក់គ្រឿងផ្សំ pantry room ដែលពោរពេញទៅដោយគ្រឿងផ្សំដែលមាននៅក្នុងស្រុកនិងក្រៅស្រុកជាច្រើនមកពីផ្សារទំនើបជីបម៉ុង supermarket ហើយអ្វីដែលអ្នកទាំងអស់គ្នាគួរតែចងចាំបំផុតនោះគឺផ្ទះបាយមួយនេះគ្រប់ពេលទាំងអស់អ្នកទាំងអស់គ្នាគឺជាអ្នកដែលកំណត់វាសនារបស់ខ្លួនសូមធ្វើការដាក់ដៃលើប្រអប់នៅក្នុងការប្រកួតនេះគឺតម្រូវឲ្យបេក្ខជនទាំងអស់ធ្វើការចម្អិនម្ហូបដោយប្រើប្រាស់គ្រឿងផ្សំដែលមានតែនៅក្នុងប្រអប់អាថ៌កំបាំងតែប៉ុណ្ណោះអាចបើកវាឡើងបានវ៉ាវឃើញតែខ្ញាញ់ភ្លាមខ្ញុំខុសក្បាលគិតមកភ្លាមចេញអីគេថប់ធ្វើអីគេជួយគិតភ្លេចមកព្យាយាមអូយគិតលឿនអីគេចេះពួកខានញ៉ាំត្រីខ្ញាញ់ចូលចង់10ឆ្នាំអ្នកទាំងអស់គ្នាទទួលបានត្រីក្រាញ់ជាប្រូទីនស្ពៃក្តោបពណ៌ស្វាយស្ពៃក្តោបពណ៌សផ្លែ passion carrot អំពិលខ្ចីព្រលឹងទឹងបេប៉ោះ cherry ម្ទេសអាចសាត់ម្អមនិងជីគ្រប់មុខហើយអ្នកទាំងអស់គ្នាចាប់អារម្មណ៍អ្វីនៅក្នុងប្រអប់អាថ៌កំបាំងនៅមុខអ្នកទាំងអស់គ្នានេះត្រីឆែត្រីយ៉ាចាប់ត្រីក្រាញ់គឺជាប្រូទីនដ៏ពិសេសហើយសាច់របស់វាមានរសជាតិផ្អែមឆ្ងាញ់ហើយស្រកានិងស្បែករបស់វានៅពេលដែលយើងបំពងគឺស្រួយល្អក៏ប៉ុន្តែជាប្រភេទត្រីដែលមានឆ្អឹងច្រើនបន្តិចខ្មុងរបស់ត្រីនេះក៏មុតណាស់ដែរសូមធ្វើការប្រុងប្រយ័ត្នយល់អត់អ្នកទាំងអស់គ្នាយល់ឆាហើយនៅក្នុងប្រអប់នេះមានគ្រឿងផ្សំដូចគ្នាហើយបរិមាណក៏ស្មើគ្នាផងដែរអ្នកទាំងអស់គ្នាអាចប្រើប្រាស់គ្រឿងផ្សំទាំងអស់នេះអ្វីក៏បាននៅក្នុងប្រអប់មួយនេះដើម្បីចម្អិនអាហារអាស៊ីមួយមុខប្រកបដោយភាពច្នៃប្រឌិតហើយចងចាំថាម្ហូបរបស់អ្នកទាំងអស់គ្នាត្រូវតែលេចធ្លោជាងបេក្ខជនដទៃទៀតពីព្រោះថាក្រោយពីការប្រកួតគឺមានតែស្នាដៃចំនួន3ប៉ុណ្ណោះដែលអាចលើកម្ហូបយកមកខាងមុខនេះបានស្ដាយខ្លាំងនិយាយគឺអត់ដឹងថាគួរតែធ្វើអីជាពិសេស